មហាសេដ្ឋីម្នាក់នេះធ្វើខុសច្បាប់បែបណាក៏បានដោយអត់ត្រូវគេដាក់ទោសមានឈ្មោះថា Jeffrey Epstein ចាប់ផ្ដើមធ្វើការដំបូងដោយមានអាជីពជាគ្រូបង្រៀនគណិតវិទ្យាមុននឹងឈានចូលទៅដល់អ្នកវិនិយោគឬក៏ទីផ្សារភាគហ៊ុនរហូតបានក្លាយទៅជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុទៅកាន់មហាសេដ្ឋីជាច្រើននៅសហរដ្ឋអាមេរិកធ្វើឲ្យគាត់ម្នាក់នឹងមានលុយច្រើនសន្ធឹកសន្ធាប់ហើយមានយន្តហោះ V7 ផ្ទាល់ខ្លួនមានផ្ទះដែលហៅថាជាភូមិគ្រឹះរាប់ពាន់លានតែសំខាន់ជាងគេបំផុតនោះគឺគាត់មានកោះផ្ទាល់ខ្លួនដែលស្ថិតនៅកណ្ដាលសមុទ្រ Caribbean ទុកជាកន្លែងសម្រាប់រៀបចំ party ឬក៏កម្មវិធីជប់លៀងជាមួយនឹងមិត្តភ័ក្តិម្នាក់ដែលមកចូលរួមកម្មវិធីហ្នឹងគឺមានសុទ្ធតែលំដាប់មហាសេដ្ឋីលើពិភពលោកសូម្បីតែលោក Bill Gates ប្រធានាធិបតី Bill Clinton ប្រធានាធិបតី Donald Trump ឬសូម្បីតែព្រះអង្គម្ចាស់ Andrew នៃចក្រភពអង់គ្លេសហើយក៏មានមហាសេដ្ឋីជាច្រើនអ្នកផ្សេងទៀតម្នាក់គឺសុទ្ធតែស្ថិតនៅក្នុងលំដាប់នៃមហាសេដ្ឋីទូទាំងពិភពលោកប៉ុន្តែភាពដ៏គួរឲ្យខ្លាចនៅក្នុងរឿងនេះនោះគឺនៅត្រង់ចំណុចនេះរឿងរ៉ាវដែលនៅពីក្រោយកោះដ៏ស្រស់ស្រាយដែលសម្រាប់រៀបចំកម្មវិធី party ទាំង lain ហ្នឹងគឺជានរកដែល Jeffrey Epstein ទុកសម្រាប់ការពារខ្លួនដែលគាត់បានយកកោះនឹងដើម្បីមកប្រើប្រាស់ដើម្បីបង្កើនអំណាចរបស់ខ្លួនដោយ Jeffrey នឹងគឺបានធ្វើការបោកបញ្ឆោតលួងលោមក្មេងស្រីអាយុចាប់ពី14ដល់16ឆ្នាំអស់ជាច្រើនរាប់មិនអស់ដោយបានបង្ខំកុមារឬក៏នារីទាំងអស់នឹងឲ្យផ្ដល់សេវាកម្មផ្នែកផ្លូវភេទទៅកាន់ភ្ញៀវដែលចូលមកដោយគេបានដឹងថាកោះនេះគឺពោពេញទៅដោយអ្នកដែលមានអំណាចនិងមានឥទ្ធិពលបំផុតនៅលើពិភពលោកហើយគេបានរក្សាទុកនៅភស្តុតាងទាំងអស់នឹងនៅក្នុងដៃដើម្បីគេអាចគ្រប់គ្រង secret ឬក៏អាចកំបាំងទាំងអស់នោះនៃបុគ្គលដ៏មានឥទ្ធិពលនោះទុកនៅក្នុងដៃខ្លួនឯងធ្វើឲ្យគេអាចធ្វើខុសច្បាប់បែបណាក៏បានដោយមិនចាំបាច់ត្រូវគេផ្ដោតទោសឬក៏ដាក់ទរណកម្មសូម្បីតែនៅឆ្នាំ2008ដែល Jeffrey ត្រូវបានចាប់ដាក់គុកក៏ជាប់គុកមិនបានប្រហែលខែក៏ចេញមកវិញហើយថែមទាំងអាចនៅក្នុងគុកដែល VIP បំផុតបន្ទប់ឃុំហ្នឹងគឺ VIP ដែលមាន view ស្រស់ស្អាតមែនទែនហើយថែមទាំងមានអ្នកទៅ serve ឬក៏យើងហៅថាអ្នកបម្រើឆ្វេងស្ដាំនិងមានអាហារល្អៗញ៉ាំអាចដើរចេញទៅក្រៅពេលណាក៏បានទៀតផងរហូតដល់ឆ្នាំ2019គេក៏បានត្រូវចាប់ខ្លួនម្ដងទៀតដោយបទល្មើសធ្វើឃាតកម្មឬក៏ជាឃាតករសម្រាប់មនុស្សហើយនឹងរំលោភបំពានផ្លូវភេទហើយការចាប់ខ្លួននៅពេលហ្នឹងគឺភ័ស្តុតាងច្រើនមែនទែនទោះបីជាមានអំណាចមានអាថ៌កំបាំងស្អីដើម្បីនៅក្នុងដៃទៀតក៏មិនអាចជួយឲ្យខ្លួនឯងរួចផុតបានដែរហើយខណៈពេលដែលគេកំពុងតែអង្គុយនៅក្នុងសាលប្រជុំដែលត្រូវកាត់ក្តីនៅសហរដ្ឋអាមេរិកនៃទីក្រុងញូវយ៉កនៅសុកក៏ស្រាប់តែមានការប្រកាសជាផ្លូវការថា Jeffrey Epstein បាត់បង់ជីវិតហើយអ្វីដែលសំខាន់នោះគឺថានៅពេលដែលត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពទាំងអស់គ្រប់កន្លែងដែល Jeffrey Epstein គាត់នៅចុងក្រោយគេបង្អស់នោះគឺគ្រប់កន្លែងដែលពាក់ព័ន្ធជាមួយនឹងកន្លែងដែលគាត់នៅហ្នឹងកាមេរ៉ាសុវត្ថិភាពទាំងអស់នោះខូចគ្រប់កន្លែងទាំងអស់ទទួលបានផ្នត់កំណត់អីគេខ្លះពីរឿងមួយនេះកុំភ្លេច comment ចែករំលែកនៅខាងក្រោមផងណាហើយយើងនឹងជួបគ្នាបន្តជាមួយនឹងវីដេអូថ្មីៗទៀតនៅក្នុង account Money Freedom កុំភ្លេចចុចតាមដានផងណា